ជីតបងសូមគោរពជ្រាបសួរដល់អ្នកទាំងអស់គ្នាវិលមកជួបគ្នាសាថ្មីនៅថ្ងៃនេះខ្ញុំបានឃើញរូបភាពមួយស្លឹកដែលថ្នាក់ដឹកនាំនៃក្រសួងការពិជាតិក៏បានទៅបំពេញទស្សនកិច្ចនៅប្រទេសហ្វីលីពីនហើយបានធ្វើការតេស្តសាកល្បងនៅរថក្រោះមួយគ្រឿងដូចនេះទើបខ្ញុំមានការចាប់អារម្មណ៍ពីសមត្ថភាពរបស់រថក្រោះធុនស្រាលប្រភេទនេះលើកយកមកបង្ហាញអ្នកទាំងអស់គ្នារថក្រោះនេះជាប្រភេទរថក្រោះធុនស្រាលដែលមានឈ្មោះថា Sabras គឺជារថក្រោះប្រយុទ្ធដែលត្រូវបង្កើតឡើងដោយក្រុមហ៊ុន Israel Elbit System ដើម្បីបំពេញតម្រូវការរថក្រោះពិឃាតរបស់កងទ័ពហ្វីលីពីនរថក្រោះកង់ច្រវាក់បានធ្វើការសាងសង់ឡើងដោយយកគំរូតាមរថក្រោះ ASCOD 2ផ្គត់ផ្គង់ដោយក្រុមហ៊ុនផលិតអេស្ប៉ាញ Gidel Santa Barbara Sistema ចំណែកឯការរចនារថក្រោះ Sabras កង់8បំលាស់ទីបានគ្រប់ស្ថានភាពផ្លូវគឺផ្អែកលើគំរូរថពាសដែកកង់8 Panda 2ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនផលិតរបស់ Czech គឺ Excalibur MEក្រុមហ៊ុន Elbit System បានទទួលកិច្ចសន្យារយៈពេល3ឆ្នាំដែលមានតម្លៃ$172លានដើម្បីផ្គត់ផ្គង់រថក្រោះធុនស្រាល Sabras ដល់កងទ័ពហ្វីលីពីនក្នុងខែមករាឆ្នាំ2021នៅថ្ងៃទី5ខែមិនិនាឆ្នាំ2024កងទ័ពហ្វីលីពីនបានទទួលនិងដាក់ឲ្យដំណើរការជាផ្លូវការនៅរថក្រោះ Sabras ធុនស្រាលនិងរថពាសដែកចំនួន9គ្រឿងនៅឯកម្មវិធីប្រគល់ទទួលក្នុងទីស្នាក់ការកណ្ដាលរបស់ខ្លួននៅ Campo Donel Dallas ការ design ទម្ងន់30តោនប្រវែង 7.6 ម៉ែត្រទទឹង 3.4 ម៉ែត្រនិងកម្ពស់ 3.67 ម៉ែត្ររថក្រោះធុនស្រាល Sabras ត្រូវបានរៀបចំឡើងងាយស្រួលសម្រាប់ការបន្ថែមឬបន្ថយគ្រឿងការពារឬគ្រឿងសព្វាវុធបានដោយវាបំពាក់នៅកណ្ដុងកាំភ្លើង105មីលីម៉ែត្រមានទាំងកង់ច្រវាក់និងកង់ធម្មតាប៉មកណ្ដុងភ្ជាប់ជាមួយនឹងប្រព័ន្ធទប់លំនឹងដែលជួយទប់លំនឹងកណ្ដុងពេលម្លាស់ទីឡើងចុះនិងបង្វិលឆ្វេងស្ដាំក្នុងអំឡុងពេលបើកបរដែលបង្កើនសមត្ថភាពប្រយុទ្ធជាមួយសត្រូវរថក្រោះធុនស្រាល Sabras បានផ្ដល់នូវភាពល្អប្រសើរសម្រាប់ការប្រយុទ្ធនិងការបំលាស់ទីរួមទាំងការធ្វើកំណែបន្ថែមដើម្បីកាត់បន្ថយហានិភ័យដល់ទាហានរថក្រោះបំពាក់ដោយពាសដែកការពារកម្រិត NATO Standard 4569 level ការពារពីគ្រាប់ផ្លោងប្រព័ន្ធគ្រប់គ្រងអាវុធនិង sensor Torch Edge Battle Management System ប្រព័ន្ធកាមេរ៉ា Electro Optical ដែលអាចធ្វើប្រតិបត្តិការបានទាំងថ្ងៃនិងយប់ប្រព័ន្ធ Fire Control អាចដៅគោលដៅនៅស្ងៀមឬម្លាស់ទីបាននិងប្រព័ន្ធ Live Support System ប្រព័ន្ធអាវុធរថក្រោះធុនស្រាល Sabras ត្រូវបានបំពាក់ដោយកាំភ្លើង105មីលីម៉ែត្រនិងកាំភ្លើងយន្ត 7.62 មីលីម៉ែត្រលើពីនេះវាមានបន្ថែមនៅគ្រឿងសព្វាវុធបន្ថែមរួមមានឧបករណ៍បាញ់គ្រាប់បែកផ្សែង76មីលីម៉ែត្រចំនួន8គ្រាប់និងកាំជុយប្រឆាំងរថក្រោះចំនួន2ក្នុងកាំភ្លើង105មីលីម៉ែត្រមានបំពាក់នៅសម្បកកាត់បន្ថយកម្លាំងបុកថយក្រោយសម្រាប់បង្កើនអត្រាការវាយចំគោលដៅកាំភ្លើងត្រូវបានបំពាក់ផងដែរនៅប្រព័ន្ធ Frank Motor System ដែលអាចរក្សាទីតាំងកណ្ដុងនៅដដែលបន្ទាប់ពីការបាញ់វាអាចបាញ់បាន6គ្រាប់ក្នុង1នាទីជាមួយនឹងចម្ងាយដ៏មានប្រសិទ្ធភាព3600ម៉ែត្ររថក្រោះនេះប្រើប្រាស់រំសេវស្តង់ដាររបស់អង្គការ NATO រួមមានក្បាលគ្រាប់ទម្លុះដែក APF SDF ក្បាលគ្រាប់ផ្ទុះវ៉ាហ៊ីតក្បាលគ្រាប់ HEPT គ្រាប់ M110 ក៏អាចត្រូវបានបាញ់ចេញពីកាំភ្លើង105មីលីម៉ែត្រនេះផងដែរគ្រាប់រំសេវត្រូវបានដាក់ដោយប្រើ Auto Loader និងជំរើសនៃការដាក់ដោយដៃរថក្រោះមានគ្រាប់រំសេវដែលត្រៀមរួចជាស្រេចចំនួន12គ្រាប់ដែលមាននៅទីតាំងនៅក្នុង Auto Loader និង24គ្រាប់ទៀតដែលរក្សាទុកនៅក្នុងស្តុករថក្រោះរីឯកាំភ្លើងយន្ត 7.62 មីលីម៉ែត្រគ្រាប់ចំនួន500គ្រាប់ត្រូវភ្ជាប់ជាមួយរួចជាស្រេចនិងគ្រាប់បន្ថែមចំនួន1500គ្រាប់ទៀតត្រូវបានទុកនៅក្នុងស្តុករបស់រថក្រោះនេះផងដែរចង់បញ្ចប់សូមអរគុណអ្នកនរគ្នាដែលបានតាមដានស្ដាប់យ៉ាងយកចិត្តទុកដាក់